Mà anh vậy bịch té không có họ sao ngàyនេះខ្ញុំនិយាយពីប្រធានបទមួយទាក់ទងមួយការកុហកក្មេងអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮហើយចាស់ៗនិយាយថាបើយើងហូបអំពៅខាងចុងណាយើងចេះហៅទឹកមួយទៀតថាអានេះរៀងចាស់បុរាណតិចក្មេងៗឥឡូវបានឮប៉ុន្តែពេលខ្ញុំនៅពីក្មេងឮថាបើសិនជាយើងគេងគេងស្មើនឹងចាស់ៗប្រយ័ត្នតែយាយជាយកទឹកបាយចាក់ដាក់ក្បាលហើយថ្មីៗនេះពេញនិយមនៅសាលារៀនថាខ្លួនឯងញ៉ៃៗចឹងប្រយ័ត្នតាលោកគ្រូអ្នកគ្រូហៅទៅជួបលោកនាយកមានន័យថាទៅផឹកទឹកតែនៅការិយាល័យហើយក្មេងៗគេភ័យឲ្យទៅលើសូនចឹងបើយើងមិនអាចនិយាយការពិតទេកុំឲ្យកុហកទី1ខ្ញុំចង់លោកអ្នកយល់ថាការជឿជាក់អារម្មណ៍សុវត្ថិភាពរបស់កូនក្មេងហ្នឹងកើតឡើងដោយសារមនុស្សចាស់អត់កុហកបើមនុស្សចាស់កុហកអាហ្នឹងវាគឺថាយើងបំផ្លាញការជឿជាក់អារម្មណ៍សុវត្ថិភាពរបស់កុមារហើយតិចច្រើនយើងចង់ឲ្យកូនក្មេងជឿយើងអញ្ចឹងបើយើងកុហកទេយើងអត់អាចឲ្យគេជឿបានទេព្រោះយើងចង់សាគេអត់ចាក់គ្រឹះមុំអញ្ចឹងការដែលគាត់ជឿជាក់គឺជាគ្រឹះយើងចង់ធ្វើឲ្យបានឲ្យក្រោយទៅព្រោះគេអត់ជឿយើងគេធ្វើតាមយើងទេហើយទី2បើយើងមើលកុហកតែគេនៅក្មេងហ្នឹងមើលទៅវារឿងតូចតាចប៉ុន្តែការរៀនពីមួយថ្ងៃពីតូចរហូតដល់ធំហ្នឹងពិបាកកែវិញហ្នឹងលោកអ្នកបើកុហកគេនៅតូចគាត់ទៅចាស់ណាស់អត់ឈឺទេអូម៉ាក់ទៅនេះមិនផ្លែតហើយមកវិញរឿងតូចហ្នឹងខ្លាចជារឿងធំដូចជាទុកចឹងលេចការហៅដូចមួយទុកហ្នឹងអាចលេចក្លាប់ហ្មងខ្ញុំមានន័យថាតំណែងរវាងឪពុកម្ដាយរវាងម្ចាស់ចាស់មួយកូនក្មេងណាបើសិនជាយើងកុហករឿងតូចមួយក៏ដោយវានឹងខ្លាចជារឿងធំនៅថ្ងៃក្រោយយើងអត់ដឹងទេប៉ុន្តែបើលោកអ្នកមានបទពិសោធន៍អាចចែកម្លែកបានទី3តែต้องមួយប្រធានបទដែលខ្ញុំនិយាយខាងដើមនោះគឺថាបើមិនអាចនិយាយការពិតទេកុំនិយាយកុហកចឹងមានន័យថាម៉េចមានន័យថាយើងអត់និយាយដូចថាយើងមិនបាច់បង្កើតពាក្យកុហកទេតែយើងអត់ប៉ាម៉ាក់សូមអត់និយាយកន្លែងហ្នឹងបើមួយមនុស្សចាស់អត់ស្រួលបើយើងអត់ចង់និយាយកុហកយើងបាច់និយាយទេយើងសូមអធិស្ឋានខ្ញុំអត់ចង់និយាយបោះឡើងហ្នឹងឬក៏ខ្ញុំអត់អាចនិយាយរឿងហ្នឹងចឹងកូនក្មេងក៏ដោយមនុស្សចាស់ដោយគេដូចទទួលយកបានគេគោរពសិទ្ធរបស់យើងដែលយើងអត់និយាយព្រោះអីបើយើងនិយាយទៅយើងនិយាយកុហកទៅយើងខ្លាចជាមនុស្សយ៉ាប់ហើយយើងមនុស្សក្រក់ចឹងហើយគេលែងជឿយើងយើងជ្រើសរើសយកវិធីមួយគឺយើងសូមអត់និយាយខ្ញុំដឹងព្រោះសាមភាពខ្លះយើងចង់ស្រួលយើងចង់រួចខ្លួនថាយើងនិយាយមិនពិតហ្នឹងវាស្រួលតែមានន័យថានិយាយពិតវាពិបាកប៉ុន្តែបើយើងហ៊ាននិយាយតែយើងបង្ហាញពីភាពក្លាហានរបស់យើងភាពដូចថាខ្លាំងខាងក្នុងចិត្តយើងសុខចិត្តអត់និយាយកុហកចុងក្រោយខាងមែនតើគឺថាបើយើងធ្វើខុសគួរឲ្យខ្លាចធ្វើខុសភ័យគេចាច់យើងគេវិនិច្ឆ័យយើងអញ្ចឹងពិបាកក្នុងការនិយាយប្រាប់គេជាអារម្មណ៍ពិបាកមួយប៉ុន្តែបើយើងព្យាយាមនិយាយការពិតមនុស្សអាចលើកលែងឲ្យយើងបានតែបើយើងធ្វើកំហុសហើយយើងកុហកថ្ងៃណាមួយគេគង់អត់ដឹងអញ្ចឹងគេខកចិត្តពីរដងខកចិត្តដែលយើងនិយាយធ្វើខុសហើយខកចិត្តដែលយើងកុហកទៀតហើយអាហ្នឹងគេពិបាកលើកលែងឲ្យ